រីករាយសង្ក្រាន្តឆ្នាំថ្មីដែលប្រព្រឹត្តទៅនៅសាលាមត្តេយ្យសិក្សារបស់អូនចេណាថ្ងៃនេះហាងម៉ាក់ចេណាបានបិទមួយព្រឹកដើម្បីមកចូលរួមសង្ក្រាន្តឆ្នាំថ្មីនៅសាលាអូនចេណាដោយសារតែមកដល់រៀងព្រឹកដែរដូច្នេះខ្ញុំជាមួយនឹងបងអាណាព្យាបាលដទៃទៀតក៏បានជួយអ្នកគ្រូរៀបចំបទផ្កាឈូកនិងរៀបចំចង្ហាន់ទុកសម្រាប់ប្រគេនព្រះសង្ឃផងដែរបន្ទាប់ពីប្រគេនចង្ហាន់ជូនព្រះសង្ឃក៏ដូចជាស្ដាប់ធម៌ទេសនាព្រះសង្ឃរួចរាល់ហើយគឺដល់វគ្គរាប់បាតគឺដូចឆ្នាំមុនដូចនេះដែររាប់បាតជាមួយនឹងព្រះសង្ឃ2អង្គហើយឥឡូវនេះគឺដល់វគ្គពិធីដឹងគុណមាតាបិតាគឺឲ្យកូនក៏ដូចជាអូនចេណាអង្គុយបត់ជើងថ្វាយបង្គំម៉ាក់ប៉ាហើយជូនផ្កាឈូកជូនដល់អ្នកមានគុណហើយខ្ញុំក្នុងពេលនោះដែរក៏សូមជូនពរដល់កូនចេណាសូមឲ្យមានសម្រស់ស្រស់ស្អាតសុខភាពល្អបញ្ញាវាងវៃហើយស្ដាប់បង្គាប់ម៉ាក់ប៉ាផងដែរឲ្យតែដល់រដូវចូលឆ្នាំខ្មែរគឺចាស់តែងចំណាំថាដល់ខែចែកចូលឆ្នាំដូច្នេះអាកាសធាតុរៀងក្តៅបន្តិចហើយតាមអ្វីដែលខ្ញុំសម្គាល់មើលគឺឆ្នាំនេះរៀងក្តៅជាងឆ្នាំមុនដោយសារតែពេលនោះគឺចាសីតុណ្ហភាពដល់ទៅ37អង្សាប៉ុន្តែមិនជាបញ្ហាទេសម្រាប់កូនទាំងអស់គ្នាចាក៏ដូចជាអូនចេណាគឺនាំគ្នាលេងសប្បាយជាមួយនឹងពួកម៉ាក់ហើយក៏មានការលេងប៉ាតម្សៅចាតិចតួចនៅក្នុងសាលាផងដែរហើយសម្រាប់អូនចេណាឆ្នាំនេះខុសពីឆ្នាំមុនមើលតែក្នុងវីដេអូក៏ដឹងថាអូនចេណាសប្បាយប៉ុណ្ណាដែរជាមួយនឹងពួកម៉ាក់គាត់និយាយទៅគឺឆ្នាំនេះគឺលេងលះអស់ពីខ្លួនតែម្ដងចាសប្បាយរីករាយណាជាមួយនឹងពួកម៉ាក់ហើយពួកម៉ាក់របស់អូនចេណាចាគឺឈ្មោះអូនបែបកំពុងតែលេងសប្បាយផងឥឡូវនេះក៏មានកម្មវិធីចារបាំត្រុដិផងដែរដូច្នេះអូនចេណាចាក៏បានសុំបងដើម្បីថតរូបបន្តិចប៉ុន្តែមើលក៏រូបអូនចេណាដូចជាខ្លាចយៈមិនដឹងទេឥឡូវរត់ដែរលែងហ៊ានហើយឥឡូវនេះមកចាមកអោបរិទ្ធជាមួយនឹងអូនបែបបន្តទៀតចាទៅណាក៏កាន់ដៃគ្នាជាប់រហូតហើយឥឡូវនេះបបួលគ្នាទៅថតឲ្យអូនចេណាជាមួយនឹងអូនបែបចាឈរថតជាមួយគ្នាមិនដឹងជា style អីខ្លះទេចាមានទាំងការកាន់ក្អមផងហើយដៃសំខាន់ហ្នឹងគឺអត់លែងពីគ្នាទេកាន់ជាប់តែម្ដងឥឡូវនេះមានចាបរោះសង្ហាមកឈរអមទៀតណាអើយក៏ទៅឆ្នាំនេះអូនចេណាសប្បាយរីករាយមែនតើហើយសំខាន់មើលទៅគឺជាលើមតែម្ដងឥឡូវនេះមកឆ្លៀតថតជាមួយនឹងអ្នកគ្រូរបស់អូនចេណាឆ្នាំនេះរៀនជាមួយអ្នកគ្រូឆ្នាំក្រោយគឺបែកគ្នាហើយដោយសារអូនចេណាត្រូវឡើងថ្នាក់ទី1ហើយដូច្នេះអូនចេណាឆ្នាំនេះគឺត្រូវតែសប្បាយអស់ដៃតែម្ដងចាដូច្នេះវីដេអូមានត្រឹមតែប៉ុណ្្នេះទេអរគុណអ៊ំពូមីងទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយរីករាយឆ្នាំថ្មីទាំងអស់គ្នាអរគុណ